នៅព្រឹកថ្ងៃសៅរ៍ទី13ខែមិថុនាឆ្នាំ2026រដ្ឋបាលខេត្តពោធិ៍សាត់បានប្រារព្ធពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅបង្គោលភ្លើងសូឡាដែលតភ្ជាប់ពីចំណុចព្រំប្រទល់ក្រុងពោធិ៍សាត់ដល់ស្រុកភ្នំក្រវាញរួមជាមួយយុទ្ធនាការដាំកូនឈើដើមកង្កោកក្រោមពិស្លោកដាំឲ្យបានច្រើននិងដាំឲ្យមានជីវិតនៅភូមិស្វាយប៉ាឃុំប្រងិលដើម្បីលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាពសាធារណៈនេះបញ្យងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តពោធិ៍សាត់នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី13ខែមិថុនាឆ្នាំ2026ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់រួមនឹងឯកឧត្តមយមវិសិទ្ធប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារួមជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាពនិងប្រជាពលរដ្ឋយ៉ាងច្រើនកកក្នុងឱកាសនោះឯកឧត្តមខុយរីដាបានគូបញ្ជាក់ថាគម្រោងដំឡើងបង្គោលភ្លើងសូឡាចំនួន34គីឡូម៉ែត្រចាប់ពីផ្លូវលេខ155នៅចំណុចបំបែកលាជរហូតដល់ដំណាក់ឈើក្រំគឺជាជំហានមួយដ៏សំខាន់ឯកឧត្តមបន្ថែមថាយើងមិនមែនឈប់ត្រឹមនេះទេយើងមានគម្រោងបន្តដំឡើងបន្ថែម33គីឡូម៉ែត្រទៀតឆ្លងកាត់បូជនីយដ្ឋានទេពអុកញ៉ាឃ្លាំងមឿងវត្តលួងនិងរង្វង់មូលក្រូចដើម្បីធានាថាគ្រប់ផ្លូវសំខាន់ក្នុងខេត្តមានពន្លឺគ្រប់គ្រាន់នៅពេលយប់ឯកឧត្តមអភិបាលខេត្តបន្តថាចំពោះការដាំដើមកង្កោកលោកបានដាក់ក្តីរំពឹងខ្ពស់ថាតាមរយៈការជំរុញការដាំដុះនាវេលាម៉ោង6ព្រឹកនៅតាមដងផ្លូវលេខ155ផ្លូវជាតិលេខ55និងបណ្ដាផ្លូវសំខាន់ក្នុងខេត្តឲ្យបានគ្រប់គ្រាន់ក្នុងឆ្នាំ2026នោះត្រឹមឆ្នាំ2027ខេត្តពោធិ៍សាត់នឹងមានសម្រស់បៃតងលាយឡំដោយផ្កាដ៏ស្រស់ស្អាតផ្ដល់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់អ្នកដំណើរឯកឧត្តមខុយរីដាបានជម្រាបជូនថាគុណប្រយោជន៍នៃអំពូលភ្លើងសូឡាគឺបានជួយបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរពេលយប់កាត់បន្ថយអំពើចោរកម្មនិងគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងប្រើប្រាស់ថាមពលស្អាតដែលចំណាយតិចជាមួយគ្នានោះដើមកង្កោកដែលយើងទាំងអស់គ្នាកំពុងជំរុញការដាំដុះនេះគឺនឹងជួយកាត់បន្ថយកម្ដៅបន្សុទ្ធខ្យល់អាកាសនិងបង្កើតបានជាសោភ័ណភាពបៃតងដែលធ្វើឲ្យមូលដ្ឋានមានភាពទាក់ទាញនិងមានផាសុកភាពជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាអនាម័យបរិស្ថានការពារបង្គោលភ្លើងនិងដើមឈើដែលដាំថ្មីដើម្បីជាសមិទ្ធផលប្រយោជន៍រួមគួរជម្រាបជូនថាគម្រោងនេះសម្រាប់ជោគជ័យបានដោយសារការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមកែវរតនៈរដ្ឋមន្ត្រីក្រសួងរាយនឹងធម្មពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់និងការឧបត្ថម្ភយ៉ាងសកម្មពីឯកឧត្តមបណ្ឌិតប្រាំងជលសាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរនិងស្រុកកណ្ដៀងក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយតាមបណ្ដាក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្តកន្លងមករដ្ឋបាលខេត្តក៏បានដំឡើងភ្លើងសូឡាប្រភេទ LED រួចរាល់លើកំណាត់ផ្លូវជាតិលេខ5ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ខេត្តបាត់ដំបងផងដែរ